នៅពេលនិយាយអំពីសម្លៀកបំពាក់និងស្បែកជើងកាន់តែថ្មីកាន់តែល្អប៉ុន្តែនៅពេលនិយាយអំពីមិត្តភ័ក្តិកាន់តែចាស់កាន់តែល្អទោះជាយ៉ាងណាក៏ដោយនៅពេលដែលមនុស្សចាស់ទៅថ្ងៃណាមួយពួកគេនឹងស្លាប់ទៅលិនស៊ុយអ៊ីបានប្រាប់ខ្ញុំថាអ្នកដែលដាំដុះនៅភាពអមតៈអាចរស់នៅបាន100ឆ្នាំឬសូម្បីតែ1000ឆ្នាំប្រសិនបើពួកគេអាចសម្រេចបាននៅការវិវត្តគ្រប់គ្រាន់ក្នុងការដាំដុះរបស់ពួកគេលីប៉ាភេងបាននិយាយអ្នកប្រាជ្ញញញឹមពេលដែលគាត់សួរថាហើយតើមានអ្វីកើតឡើងបន្ទាប់ពី100ឆ្នាំឬក៏1000ឆ្នាំខ្ញុំនឹងស្លាប់ហើយឬលីប៉ាភេងសួរដោយសំឡេងមិនប្រកបប្រជាអ្នកប្រាជ្ញរូបនេះបានផ្ទុះសំណាយចំពោះចម្លើយកំប្លែងរបស់ដោយអចេតនារបស់នាងហើយគាត់បាននិយាយថាហាអ្នកជាក្មេងស្រីល្អម្នាក់ប៉ាវភីងប្រសិនបើថ្ងៃណាមួយដែលអ្នកលេងនៅលើលោកនេះទៀតមិត្តភ័ក្តិរបស់អ្នកនឹងសោកសៅយ៉ាងខ្លាំងខ្ញុំនឹងសោកសៅខ្លាំងរហូតដល់យំខ្សឹបខ្សួលហើយខ្ញុំនឹងមិនអាចផឹកស្រាបានឡើយទឹកមុខភ្លឺស្វាងបានដេកឡើងទៅលើមុខរបស់លីប៉ាភឹងនៅពេលដែលនាងងក់ក្បាលឆ្លើយតបអ្នកនិយាយត្រូវនោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាត្រូវតែរស់នៅអ្នកប្រាជ្ញាបានប្រគល់នៅដុំប្រាក់របស់គាត់ទៅឲ្យឈិនភីនអានដែលបានពិនិត្យមើលវាដោយទឹកមុខសង្ស័យរួចសួរថានេះមិនមែនជាសត្វល្អិតប្រាក់ទេមែនទេជួយឆានមានមួយនៅក្នុងចំណោមនោះអ្នកប្រាជ្ញាបានងក់ក្បាលដោយញញឹមរួចសើចថាមានតែជួយឆានកាលនៅក្មេងទេទើបយល់ថាគ្រឿងអលង្ការតូចមួយបែបនេះគួរឲ្យចាប់អារម្មណ៍ជួយឆានចាស់មិនហ៊ានសម្លឹងមើលរបស់បែបនេះទេវត្ថុនេះអាចមើលទៅដូចជាដុំប្រាក់ប៉ុន្តែតាមពិតវាគឺជាដាវដែលគ្មានម្ចាស់ដែលមានសមត្ថភាពខ្ពស់ជាងដាវនៅក្នុងលំហផ្ទង់របស់ជ័យឆានទិដ្ឋភាពសំខាន់បំផុតនៃដាវនេះគឺជាឫសគល់គឺថាវាមានឫសគល់ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅប្រសិនបើអ្នកមានឱកាសអ្នកត្រូវតែទៅទស្សនាទ្វីបដ៏ទេវភាពភាគកណ្ដាលហើយយកវាទៅភ្នំតាល់ប្រហែលជាអ្នកនឹងត្រូវបានមនុស្សជាលក្ខម្នាក់ផ្ដល់ស្រាឆ្ងាញ់ស្រាផ្លែឈើផ្កានៃភ្នំហើយតៃនំតៃនំតាល់នំតៃគឺល្អបំផុតនៅលើពិភពលោកហើយសូម្បីតែមនុស្សអមតៈក៏នឹងស្រវឹងដែរឈិនភីនអានបានទទួលយកដុំប្រាក់នោះហើយអ្នកប្រាជ្ញាបាននិយាយលេងសើចថានេះជាអ្វីពីមុនអ្នកមិនព្រមខ្លាចជាសិស្សរបស់ខ្ញុំទេហើយអ្នកទទួលចង់បដិសេធខ្ញុំមិនថាខ្ញុំនិយាយអ្វីក៏ដោយហេតុអ្វីបានជាអ្នកទទួលយករឿងនេះយ៉ាងងាយឥឡូវនេះអីចឹងគេនិយាយទៅអានឹងដូចជាគាត់យកពីឯភ្នំតាយlênឯងអស់នេះដែលឯព្រះភ្នំនឹងដាក់គាត់មកដៃខ្ទាតបោះអានឹងឲ្យមកតាមបណ្ដោយណាគាត់ទីអានឹងពីគេណាដើម្បីឲ្យសិស្សរបស់គាត់ទឹកមុខឈោបន្តិចបានដេកឡើងនៅលើមុខរបស់ឈិនភីនអាននៅពេលដែលគាត់ឆ្លើយតបថាខ្ញុំមានអារម្មណ៍ថាវានឹងធ្វើឲ្យអ្នកឈឺចាំប្រសិនបើខ្ញុំបន្តបដិសេធអីចឹងដោយសាររឿងនេះមើលទៅដូចជាដុំប្រាក់មួយបរិសុទ្ធអ្នកប្រាជ្ញតើលោកគ្រូពូតូចអាចមិនចូលចិត្តអ្វីដែលមើលទៅដូចជាប្រាក់ដោយរបៀបណាអញ្ចឹងលីប៉ាភីងបានសើបប្រាប់អ្នកប្រាជ្ញាហើយភ្លាមនោះឈិនភីនអានក៏អង្អែលផ្ងាស់របស់នាងឈិនភីនលីប៉ាភីងបានយកដៃខ្ទប់ថ្ងាសរបស់នាងហើយមិនហ៊ាននិយាយអ្វីបន្ថែមទៀតនោះទេអ្នកប្រាជ្ញាសើចឡើងខ្សឹបខ្សួលរួចនិយាយថាកុំហៅខ្ញុំថាជាបរិសុទ្ធអ្នកប្រាជ្ញពេលក្រោយយើងជួបគ្នាអីប៉ាវភីងតូចឯងជាសិស្សរបស់ជីជិញ្ជុនចំណែកខ្ញុំជាគ្រូរបស់ជីជិញ្ជុនដូច្នេះឯងគួរតែហៅខ្ញុំថាម៉េចលីប៉ាភីងយល់ខ្លួនបន្តិចពេលដែលឮដូច្នេះលោកតាលោកតាមែនទេមិនថាលោកគ្រូតាមែនទេអ្នកប្រាជ្ញាងក់ក្បាលដោយញញឹមដ៏រីករាយប៉ុណ្ណឹងហើយអ្នកអាចហៅខ្ញុំថាអ្នកអាចហៅខ្ញុំថាមួយណាក៏បានគ្រាន់តែជ្រើសរើសមួយណាដែលអ្នកចូលចិត្តលីប៉ាភេងបានអោនក្បាលយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែនាងភ្លេចថាទូសៀវភៅរបស់នាងធ្ងន់ជាងមុនហើយជាលទ្ធផលចំណុចកណ្ដាលតំណែងរបស់នាងត្រូវបានផ្អៀងទៅមុខស្ទើរតែធ្វើឲ្យនាងដួលផ្កាប់មុងទៅនឹងដៃជាសំណាងល្អជិនភីនអានបានឆ្លើយតបទាន់ពេលវេលាហើយចាប់នាងមុនពេលដែលនាងអាចដួល
អ្នកប្រាជ្ញនៅតែចូលស្ងៀមនៅនឹងកន្លែងទទួលយកការអោនក្បាលនេះពីលីបាភិងដោយស្ងប់ស្ងាត់និងត្រឹមត្រូវន័យថាលីបាភិងនឹងគោរពភ្លាមហ្មងណាចូលហ្នឹងគោរពហ្មងណាហើយដោយសៀវសៀវពេលជួបអ្នកយ៉ាវឡើងដំបងចឹងណាគេជួបភ្លាមនឹងលូតកងថ្វាយគុំបដ යි ណាបន្ទាប់ពីកែសម្រួលអីវ៉ាន់នៅលើខ្នងរបស់គាត់បន្តិចអ្នកប្រាជ្ញបានដកដង្ហើមធំបន្តិចរួចនិយាយថាឈ្មោះដាវនេះហៅថាអរីធេនឌីតូកុំស្ទាក់ទើក្នុងការទទួលយកវាកម្មផលនិងវាសនាដែលភ្ជាប់ទៅនឹងដាវនេះត្រូវបានកាត់ផ្ដាច់ទាំងស្រុងរួចទៅហើយចំពោះរបៀបដែលអ្នកអាចប្រើវានោះវាសាមញ្ញណាស់តារាណាអ្នកប្រព្រឹត្តចំពោះវាដោយស្មោះត្រង់អ្វីៗនឹងកើតឡើងដោយធម្មជាតិហើយវានឹងទទួលយកអ្នកដោយស្វ័យប្រវត្តិជាម្ចាស់របស់វាប្រសិនបើអ្នកមិនប្រព្រឹត្តចំពោះវាដោយស្មោះត្រង់ទេវានឹងមិនភ្ញាក់ឡើងទេទោះបីជាអ្នកកាន់វារយៈពេល 10000 ឆ្នាំក៏ដោយហើយវានឹងមិនមានតម្លៃជាងដែលអេតចាយមួយដុំនោះទេនិយាយទៅអាដាមនឹងវាដូចជាដុំប្រាក់មួយនឹងក៏ដូចជាហើយតាគោរឿងហើយមួយឈិនគាត់ធ្វើណាអស់នេះគឺអាដុំនឹងគឺសត្វតាដាវចឹងណាអស់នេះប៉ុន្តែឈិនភីអាននេះដាវមួយទេដែរវាជាមូលចឹងណាឈិនភីអានបានរក្សាទងដាវដោយប្រុងប្រយ័ត្នហើយអ្នកប្រាជ្ញក៏ងក់ក្បាលរួចប្រកាសថាខ្ញុំនឹងទៅឥឡូវនេះបន្ទាប់មកគាត់បានបែរខ្លួននឹងចេញដំណើរប៉ុន្តែលីបាភិងបានស្រែកហៅគាត់ឲ្យឈប់លោកតាជលីបាភិងគេហៅលោកតាគេហៅណែត្រូវឲ្យលោកគ្រូតាអញ្ចឹងណាលោកគ្រូតាគាត់ហៅនឹងហៅលោកគ្រូតាហើយមួយយ៉ាងដែរតែនិយាយតែវាត្រូវអញ្ចឹងណាត្រូវអញ្ចឹងឯងព្រោះលីបាភិងគឺជាសិស្សរបស់ជីចិញ្ឈុននោះមានរឿងអ្វីប៉ាភិងតូចអ្នកប្រាជ្ញសួរពេលដែលងាកមករកនាងដល់ញញឹមលីបាភិងចង្អុលទៅលើមេឃរួចនិយាយថាលោកគ្រូធំតាលោកគ្រូតាលោកគ្រូមិនទៅណាឆ្ងាយទេមែនទេហេតុអ្វីបានជាលោកគ្រូមិនហោះឡើងលើមេឃហើយស្រាំតែបាត់ខ្លួនដូចជាសំលេងហឹសអញ្ចឹងអ្នកប្រាជ្ញនោះមានការសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលឮដូច្នេះហើយប្រកាសណាគាត់ពិតជាបានបាត់ខ្លួននៅនឹងកន្លែងភ្លាមឈិនភីអាននិងរីបាភិងបានងើបក្បាលឡើងសម្លឹងមើលទៅលើមេឃជាមួយគ្នាប៉ុន្តែអ្នកប្រាជ្ញនោះបានបាត់ខ្លួនទៅហើយតាមពេលទៅគាត់មិនបានទៅឆ្ងាយប៉ុន្មានទេនៅពេលនេះគាត់ស្ថិតនៅចុងផ្លូវហើយពពងតឹងដែលនៅជិតផ្លូវបំផុតហើយគាត់បានក្រឡេកមើលទៅផ្ទះសំណាក់សារធារទៅមុនពេលដែលចាក់ចេញយឺតនៅក្នុងទីធ្លាផ្ទះស្ត្រីខ្ពស់ស្រឡះម្នាក់កំពុងអង្គុយនៅលើកៅអីថ្មមួយសម្លឹងមើលទៅលើមេឃជាមួយនឹងស្នាមញញឹមដ៏ស្រទន់នៅលើមុខរបស់នាងលូយូនិងសៀស្ថិតនៅជាប់នឹងនាងនៅក្នុងទីធ្លាតែមួយប៉ុន្តែពួកគេមិនដឹងខ្លួនទាល់តែសោះអំពីវត្តមានរបស់នាងនៅពេលណាដែលនាងបង្ហាញខ្លួននាងនឹងលាក់បាំងចំហាយរបស់នាងដើម្បីកុំឲ្យយូលូនិងសៀអាចមើលឃើញឬមានអារម្មណ៍អំពីនាងមិនន័យថាវិញ្ញាណដាវមែនទេលីបាភិងបានទៅបន្ទប់របស់នាងដើម្បីរៀបចំរបស់របរថ្មីរបស់នាងខណៈពេលដែលចេញពីអានបានអង្គុយក្បែរវិញ្ញាណដាវស្ត្រីរាងខ្ពស់នោះបានលើកដៃឡើងលើអាកាសហើយដាវចាស់ដែលព្យួរនៅក្រោមស្ពាននោះអស់រយៈពេលរាប់មិនអស់បានដេកឡើងនៅក្នុងដៃរបស់នាងដោយសារមានការផ្លាស់ប្ដូរកាលៈទេសៈខ្ញុំនឹងត្រូវធ្វើការកែសម្រួលខ្លះចំពោះផែនការរបស់ខ្ញុំតាមនោះកិច្ចព្រមព្រៀង100ឆ្នាំរបស់យើងនឹងនៅតែមិនផ្លាស់ប្ដូរប៉ុន្តែចាំពីពេលនេះតទៅខ្ញុំនឹងបង្កើនល្បឿនក្នុងការធ្វើឲ្យដាវមុតស្រួយដោយខិតខំស្ដារវាឲ្យស្ទើរតែត្រឡប់ទៅសភាពដើមវិញក្នុងរយៈពេល60ឆ្នាំនេះមានន័យថាដុំដាវសម្រាប់នាគដែលអ្នកកំពុងយកនឹងមិនគ្រប់គ្រាន់ទេតាមពេលទៅវានឹងមិនគ្រប់គ្រាន់ទេឈិនភីអានមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលឮរឿងនេះប្រសិនបើគាត់ចាំបានត្រឹមត្រូវគាត់បានយកដុំដែកតូចមួយនៃវេទិកាសម្រាប់នាគដែលស្រាំតែលេចឡើងនៅក្នុងទីធ្លារបស់គាត់នៅរោងរបស់គាត់ទៅរោងដែកនេះវេទិកាសម្រាប់នាងគឺថ្មសម្លៀងអញ្ចឹងណាចង់វិញ្ញាណដាវនាងចង់សម្លៀងដាវរបស់នាងចង់និយាយថាដុំដែកមួយដែលហើយដុំវេទិកាសម្រាប់នាគនឹងមួយណាវាមិនគ្រប់គ្រាន់សម្រាប់ឲ្យនាងសម្លៀងដាវទេអញ្ចឹងណា
ស្នាមញញឹមស្រទន់មួយបានលេចឡើងនៅលើមុខរបស់ស្ត្រីខ្ពស់ម្នាក់ពេលដែលនាងនិយាយថាតើអ្នកនៅចាំពេលដែលអ្នកសុបិនឃើញធ្លាក់ចូលទៅក្នុងអូរួមជាមួយកន្ត្រកនៅលើខ្នងរបស់អ្នកពេលកំពុងអង្គុយលើស្ពាននោះទេខ្ញុំបានយកនៅដុំវេទិកាសម្រាប់អ្នកនោះចេញរួចហើយក្នុងកំឡុងពេលនោះហើយអ្វីដែលអ្នកគិតថាជាដុំវេទិកាសម្រាប់អ្នកគឺគ្មានអ្វីក្រៅអំពីថ្មធម្មតាមួយដែលខ្ញុំបានបំភាន់ភ្នែកនោះទេមែនហើយខ្ញុំគិតថាវាមិនត្រឹមត្រូវទេក្នុងការហៅវាថាជាថ្មធម្មតានោះផ្ទុយទៅវិញវាគឺជាគ្រោះប្រមាថពស់ដែលមានទំហំខ្ពស់បំផុតដែលគ្រប់គ្រាន់ដើម្បីប្រែក្លាយជាសត្វល្មូនតូចមួយទៅជាសត្វល្មូនធំមួយមែនទេដើម្បីកាត់បន្ថយអាយុ100ឆ្នាំមកត្រឹម60ឆ្នាំខ្ញុំនឹងត្រូវប្រើប្រាស់យ៉ាងហោចណាស់ដុំធំនៃវេទិកាសម្រាប់អ្នកនៅលើភ្នំប្រហែលជាខ្ញុំមិនចាំបាច់ប្រើច្រាំងថ្មចតទាំងមូលទេប៉ុន្តែខ្ញុំពេញជានឹងប្រើវាភាគច្រើនម៉ែក៏សំលៀងដាវ60ឆ្នាំហើយប្រើច្រាំងថ្មអូចានេះទោះជាយ៉ាងណាក៏ដោយនោះមិនមែនជាអ្វីដែលអ្នកត្រូវព្រួយបារម្ភនោះទេខ្ញុំមានវិធីដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាមិនដឹងខ្លួនអំពីការពិនដែលថាខ្ញុំកំពុងប្រើវេទិកាសម្រាប់អ្នកហើយប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅខ្ញុំគ្រាន់តែត្រូវបោះបង់ចោលគម្ពីរសម្ងាត់មួយចំនួនដល់អ្នកដាំដនៃប្រាសាទព្រិលខ្យល់និងភ្នំអ្នកប្រយុទ្ធពេនជាសំណងប៉ុណ្ណោះមិនត្រឹមតែពួកគេនឹងមិនមានអារម្មណ៍ថាពួកគេត្រូវបំផ្លាញយ៉ាងលំបាកនោះទេខ្ញុំចង់និយាយថាមានឱកាសល្អដែលពួកគេនឹងស្រក់ទឹកភ្នែកដោយសារតែការរំភើបចិនអញ្ចឹងនិយាយទៅគឺឯវិញ្ញាណដាវនឹងចង់យកដាវទៅសម្ដៀងអញ្ចឹងណានៅក្នុងច្រាំងថ្មចតហ្នឹងគឺប្រហែលជានៅក្នុងឯភ្នំរបស់ឯវិញ្ញាណវិញ្ញាណព្រឹកខ្យល់ហ្នឹងវិញ្ញាណព្រឹកខ្យល់ហ្នឹងឯប្រាសាទព្រឹកខ្យល់ហ្នឹងណាប្រហែលជាក្នុងភ្នំនៃច្រាំងថ្មចតគេនោះនឹងយកទៅសម្ដៀងនោះបើសិនជាពួកគេរករឿងអីនឹងគាត់តែបោះឲ្យកម្ពីសម្ងាត់អីមួយពីរឲ្យពួកគេទៅបានហើយអញ្ចឹងណាជាសំណងហ្នឹងណាឈិនពីនអានមានអារម្មណ៍ដូចជាគាត់កំពុងស្ដាប់រឿងប្រឌិតមួយហើយគាត់គ្មានប្រតិកម្មអ្វីចំពោះអ្វីដែលគាត់កំពុងឮនោះទេស្ត្រីរាងខ្ពស់នោះបានលើកដៃឡើងលើមេឃហើយស្លឹកឈូងពណ៌សស្អាតនោះបានលេចចេញមកក្នុងដៃរបស់នាងដោយសារតែការចូលរួមរបស់អ្នកប្រាជ្ញក្រីក្រនោះនិងការเป็นដែលដាវរបស់នាងមានលក្ខណៈខុសប្រក្រតីបន្តិចស្លឹកឈូកនេះមិនអាចប្រើបានយូរទៀតទេហើយនេះជាមូលហេតុមួយដែលធ្វើឲ្យខ្ញុំប្រញាប់ប្រញាល់ត្រឡប់មកវិញហេតុផលមួយទៀតគឺថាអ្នកប្រាជ្ញបានសន្យាជាមួយនឹងខ្ញុំថាអ្នកនឹងមិនជំពាក់អ្នកនឹងមិនជាប់ពាក់ព័ន្ធដោយបញ្ហាតាក់ទងនឹងជួយឆានទេគាត់នឹងធ្វើដំណើរទៅកាន់ត្រកូលយិនឈិនអូឈ្មោះគេនោះយិនឈិនជាមុនសិនហើយបន្ទាប់ពីបានជជែកវែកញែកជាមួយនឹងពួកគេគាត់នឹងទៅភៀកខាងដីដូច្នេះតាមចាប់ពីពេលនេះតទៅគ្រាន់តែធ្វើតាមអ្វីដែលគាត់និយាយហើយផ្ដោតការខិតខំប្រឹងប្រែងរបស់អ្នកលើការនាំកុមារទាំងនោះទៅសាលានៃអាណាចក្រសួយដ៏អស្ចារ្យមានន័យថាហើយអ្នកប្រាជ្ញចាស់ហ្នឹងគាត់និយាយទៅគាត់បានបញ្ចេញឈ្មោះទេណានេះអញ្ចឹងណាចាំពេលដែលគេចេញឈ្មោះចាំអេដមីនដាក់ឈ្មោះឲ្យតែចាស់ហ្នឹងគាត់ចេញទៅពីតំណែងមែនគាត់ទៅឯស្អីតកូលឯយិនឆិននោះអញ្ចឹងគឺប្រហែលជាទៅដើម្បីឲ្យដោះស្រាយផ្លូវឲ្យឈិនពីនអានគាត់ដើរទៅឲ្យគ្មានបញ្ហាអីទៅដឹងអញ្ចឹងណារួចបានគាត់ចេញទៅណាផ្សេងទៀតទេណាអញ្ចឹងគាត់ចង់ឲ្យឈិនពីនអាននឹងផ្ដោតលើការណៃវឹកហាត់របស់គាត់អញ្ចឹងទៅដោយមានឈុយឆាននិងអ្នកហាត់ក្បាច់គុណកម្រិតទី6យូលូមកអមដំណើរយើងខ្ញុំប្រកាសថាទោះបីជាអ្នកអស់កម្លាំងហើយឈីដាវក៏ដោយអ្នកនឹងអាចដោះស្រាយជាមួយនឹងគ្រោះថ្នាក់ណាមួយដែលកើតឡើងចំពោះអ្នកន័យថាឥឡូវនេះឈិនពីនអានក៏អស់ហើយអាឈីដាវ3នឹងក៏ត្រូវអស់ហើយនឹងវ័យឈុយឆានលឹងលឺសូអេននឹងអញ្ចឹងណាអញ្ចឹងទៅគាត់អស់ហើយអត់មានអីទេអញ្ចឹងណាអញ្ចឹងប៉ុន្តែបានឈុយឆាននៅនឹងយូលូមកទៅអាចធ្វើឲ្យការធ្វើដំណើររបស់គាត់នឹងវាមិនបញ្ហាអីទេអញ្ចឹងបន្ទាប់មកចិញ្ចើមរបស់នាងជ្រួញបន្តិចដោយក្តីបារម្ភពេលដែលនាងបន្តថា
ទោះជាយ៉ាងណាក៏ដោយនៅពេលដែលយើងទៅដល់សាលានៃអាណាចក្រសួយដ៏អស្ចារ្យខ្ញុំនឹងត្រូវស្នាក់នៅទីនោះរយៈពេល60ឆ្នាំខាងមុខហើយខ្ញុំនឹងមិនអាចចាក់ចែងក្នុងកំឡុងពេលនោះបានទេបើមិនដូច្នេះទេការខិតខំប្រឹងប្រែងពីមុនរបស់ខ្ញុំនឹងទាំងអស់នឹងខ្ជិះខ្ជាមកន័យថានាងត្រូវសំលៀងដាវមើលទៅត្រូវសំលៀងដាវអ្នកត្រូវតែធានាថាអ្នកមិនស្លាប់ហើយអ្នកបន្តធ្វើឲ្យមានការវិវត្តជាលំដាប់ក្នុងការដាំដុះរបស់អ្នកហើយវានឹងពិបាកបន្តិចអាលៀងធ្លាប់ប្រាប់ខ្ញុំថានៅពេលដែលនរណាម្នាក់ឡើងដល់កម្រិតទី3ដោយមិនគិតពីថាតើពួកគេជាអ្នកហាត់ក្បាច់គុណឬជាអ្នកដាំដុះទេពួកគេនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីព្យាយាមធ្វើដំណើរតែម្នាក់ឯងឆ្លងកាត់ប្រទេសមួយឈិនភៀនអានបាននិយាយតារាណាពួកគេមិនចេញទៅស្វែងរកសេចក្តីស្លាប់ពួកគេគួរតែមិនអីទេក្នុងកលៈទេសៈភាគច្រើននៅកម្រិតទី5ឬកម្រិតទី6គេនឹងអាចរុករកពាក្យកណ្ដាលនៃទ្វីបទាំងមូលបានតារាណាពួកគេមិនប្រថុយប្រឋានហួសហេតុពេកហើយផ្សងព្រេងនៅក្នុងតំបន់ដ៏គ្រោះថ្នាក់នោះឬព្យាយាមដើរតួជាវរៈបរោះហើយដេញតាមហើយជន់អាក្រក់តារាណាគេមិនធ្វើរឿងទាំងនោះទេពួកគេគួរតែអាចរស់រានមានជីវិតបានទោះជាយ៉ាងណាក៏ដោយប្រសិនបើមនុស្សម្នាក់ជួបប្រទះនឹងគ្រោះមហន្តរាយដោយមិនបានមើលឃើញទុកជាមុនមួយចំនួនដែលបណ្ដាលឲ្យពួកគេស្លាប់នោះពួកគេអាចបន្ទោសតែសំណាងអាក្រក់របស់ពួកគេដោយសារតែសំណាងអាក្រក់ដែលនាំឲ្យពួកគេស្លាប់ទោះបីជាពួកគេស្នាក់នៅក្នុងផ្ទះពេញមួយពេលក៏ដោយក៏ពួកគេនឹងមិនមានសុវត្ថិភាពដែរដូច្នេះវាមិនមានបញ្ហាអ្វីទេប្រសិនបើពួកគេបានស្នាក់នៅផ្ទះឬសម្រាប់ចាត់ចាក់ចែងទៅផ្សងព្រេងមានន័យថាសំណាងអាក្រក់ដែលធ្វើនាំឲ្យពួកគេស្លាប់ទៅបីជានៅផ្ទះក៏ដោយក៏នៅតែស្លាប់ដែរអញ្ចឹងណាចេញទៅក៏នៅតែស្លាប់ដែរអញ្ចឹងវិញ្ញាណដើរបានងក់ក្បាលដោយទឹកមុខរីករាយរួចនិយាយថាខ្ញុំរីករាយដែលអ្នកគិតបែបនេះនេះជារបៀបដែលអ្វីគួរតែមានប្រសិនបើអ្នកតែងតែស្ទាក់ទើនឹងខ្មាស់អៀននោះគ្មានវិធីណាដែលអ្នកអាចសម្រេចបាននៅការវិវត្តគួរឲ្យកត់សម្គាល់ក្នុងការដាំដុះនោះទេទើមុងដែលមានការចាប់អារម្មណ៍បានដេកឡើងភ្លាមហើយភ្នែករបស់នាងបានរួមតូចបន្តិចពេលនាងសួរថាឥឡូវនេះខ្ញុំហៀបនឹងចាក់ចែងហើយដូច្នេះហេតុអ្វីបានជាអ្នកនៅតែមិនទាន់សួរខ្ញុំថាតើអ្នកអាចធានាបាននៅការរស់រានមានជីវិតរបស់អ្នកដោយរបៀបណាអញ្ចឹងជីវិតរបស់យើងជាប់តេតងគ្នាដូច្នេះតើអ្នកមិនចង់ដឹងទេឬថាហេតុអ្វីបានជាខ្ញុំមិនបានជួយអ្នកជួសជុលស្ពានអមតៈរបស់អ្នកដើម្បីឲ្យអ្នកអាចចាប់ដើមដើរលើផ្លូវនៃការដាំដុះប្រកាសណានេះមិនមែនជារឿងច្រើនពេកសម្រាប់អ្នកក្នុងការសួរនោះទេមិនថាអ្នកកំពុងសម្លឹងមើលរឿងទាំងនេះពីទស្សនៈបែបណាក៏ដោយនាងចង់សួរថាហេតុអីបានជាហើយជីងពីនអានមិនសួរនាងមិនសួរនាងថាតើគាត់អាចធ្វើម៉េចដល់បើសិនជាគាត់ជាប់មានគ្រោះថ្នាក់អីជាដើមចឹងណាហើយមើលទៀតរឿងដែលសំខាន់គឺគាត់អត់សួរថាហើយតើនាងនឹងអាចនឹងជួសជុលអាស្ពានអមតៈរបស់គាត់អត់ព្រោះអាស្ពានអមតៈហ្នឹងយើងដឹងហើយតាំងពីស៊ីសិនទី1នៅក្នុង anime មែនទេគឺស្ពានអមតៈរបស់គាត់ហ្នឹងត្រូវបានគេវាយវាដូចឬគល់ខាងវិញ្ញាណទេណាដែលត្រូវបានគេវាយទេណាវាយបំបែកទេណាអញ្ចឹងទៅនាងចង់និយាយថាមិនកំសួរនាងថាអាចជួសជុលបានអត់ចេះយកមិញមុនពេលខ្ញុំចូលគេងខ្ញុំពិតជាបានគិតអំពីការសួរសំណួរទាំងនេះមែនប៉ុន្តែនៅទីបំផុតខ្ញុំក៏តប់មាត់មិននិយាយចេនភៀនអានបានសារភាពដោយត្រង់ហេតុអ្វីបានជាដូច្នេះវិញ្ញាណដើរបានសួរទឹកមុខដល់មើងម៉ាត់មួយបានលេចឡើងនៅលើមុខរបស់ឈិនភៀនអាននៅពេលដែលគាត់ឆ្លើយតបថាវាមិនមែនមានន័យថាខ្ញុំខ្មាស់អៀនពេកក្នុងការសួរនោះទេនេះជាអ្វីមួយដែលតាក់ទងនឹងការរស់រានមានជីវិតរបស់ខ្ញុំដូច្នេះទោះបីជាខ្ញុំមានអារម្មណ៍ខ្មាស់អៀនយ៉ាងណាក៏ដោយក៏គ្មានវិធីណាដែលខ្ញុំនឹងជៀសវាងការសួរសំណួរទាំងនោះបានទេប្រសិនបើខ្ញុំយល់ថាវាចាំបាច់មូលហេតុដែលខ្ញុំជ្រើសរើសមិនសួរគឺដោយសារតែខ្ញុំតែងតែជឿលើការបង្រៀនរបស់លោកតាយ៉ាវគាត់គឺជាចៅហ្វាយនាយពាក្យកណ្ដាលសម្រាប់ខ្ញុំមានន័យថាគឺជាគ្រូពាក្យកណ្ដាលសម្រាប់ខ្ញុំអញ្ចឹងណាក្នុងកំឡុងពេលដែលខ្ញុំជាកូនជាងដុតគ្រឿងស្មូនហើយគាត់ធ្លាប់និយាយមកកាន់ខ្ញុំថា
วิญญาณดาวบานกัดได้ชินปิ่นอ่านnó phải đàn ngục mà hơi như vậy ta sầm đắng phía với đàn nét nên này chế sầm ban khơi nừng lư ở với để quật này chế nơi không ca trong trăm rồi bọn nét hai biết bết chia sầm rong sầm đầy cu ở chợ bà đầm ná ấy thế mình thấy ta vậy tới riêng chiên bình an ở tầm đặc biệt với để cha cái nét đằng thế này rồi nếu mà mới ca trong trăm bỏ quật chỉ sẽ quật ca trong trăm bỏ quật nơi không ngày bị phục lục tội nó không luôn bỏ quật nó không sầm một bình yên bỏ quật nè rồi cái hạt tạp bằng nó rươnนึง nè mình ta mong niên cả miền Ả Rập tan tăng bản tính pe để niên cọ trổ lang hai bản tỏ thà ta nè đăng tê tha hai vậy ban chia miền cô cầm nến này ca mở khơi ta mà để ru riêng khẳng pháo không chấm nom nè rồi khnéนี่คือเชี่ยคนกำเนิดเป็นประกอบปัญไตขนมจำนวนมนุษย์ธรรมดาเวียเชียไว้มวยได้จบเตะตองนึ่งเวียสนาเวียสนาตัวใบเชียปวกเกปโดชมัวระบบปวกเกกระต่อยดังอนูตระบานรวมบรรโจในขนมฉบับตู่เต้าได้ชนะวิเพียจานมันสำคัญเตตัวเชียนากระต่อยเอาไว้กระต่อยได้เตะตองนึ่งสเปียนอมตะระบบมนุษย์วันนี้หรือพลักโดยจำนวนจีบจอจีจานในขนมคล้วนระบบมนุษย์วันนี้คือจีบปัญหาดอสำคัญมวยการฝึกหัดคลุนเองคือเชี่ยวไว้มวยได้ตัวนึ่งสันดับทนบทอมาเจียตั้งปีตำบงบ้านในเจ้าจอมเตอร์การฝึกหัดคือเชี่ยวไว้มวยได้ประชังหนึ่งเต้าฐานซัวในประเทศนี้ดำดอในเจ้าอมปีการสำรัจจันการสำรัจบ้านในฐานซัวโปเกกำปงแต่เจียมบัญเจตฐานซัวดอกจาระบโปเกไอเฟอร์อ่อยฐานซัวออนกบาลบ้านท่านสัวจังออกชมฉลองการวัดทอมเจียนในกาการ์ดเพียบจ้าจำงื้อหนึ่งใส่กระไดสลัมปันแทกชมหนึ่งประชังหนึ่งเรื่องถึงนู้โดยสำรัจบ้านในรูกายอมตะได้หนึ่งพดอลออกชมในเสรีเพียมออกกาลจิตนี้เชื่อตู้เตอร์เนี่ยกำปุบังคอมเปรียออกจอโจลหนึ่งฉันเตะระบันเนี่ยให้ตัวสกอลอมตะเพียบระบันเนี่ยโดยชนะเจแสดงเพียงหนึ่งคล้ายเจการขัดคอมปรังปรายดอลลำบากบัมพอนประสันบาเวียงเงสรัวขนมกาสั่งซองสเปียนอมตะนูตระโกลเนี่ยดำดอรัวมันอ้อหนึ่งโปเป็นแต่ดอยโกนเจ้าอมตะแซ่สอใส่แซ่สอใส่จำนวนจีบจ่อหนึ่งแซ่เชียมระบำนูคือเจริญต่อจิลเจริญบัมพอนมวยจำนวนในกรมเบสนักเพนในจีอัมพีโคกำเนิดในปีพบโลกทอมหนึ่งตัวขังขนงหนึ่งขังกล้าวได้เมียนกากรมโตหนึ่งขนงศาสนาตาวปีพบโลกตัวในตินี้สำดาวแต่เลือเรียงกายมนุษย์ถ้าบัญเจตท่าเรียงกายระบำมนุษย์เนี่ยคือเจตทานสูดแต่เมียนโปปีทอมเจตขณะได้สเปียนอมตะคือเจตสเปียนได้ชัวปีพบโลกแต่งปีโดยชนะการสำรัจบ้านในอมตะเพียมคือเป็นเจียปีบ้าโดยจะการล้างเตอฐานสูดได้เวียมันเมนเชียเรียงมันอายแต่รวยแต่งสรองโดเตปันแต่ดำไลแต่เต้าบองไทยดำใบสำรัจบ้านโคดานนี่คือเจียดำไลดอจอดคลั่งมนุษย์เนี่ยเต้าสถานในขนมมูลธานดำดอกปัวมวยหมุนเปได้พวกเกไอสังซองสเปียนอมตะอาหารพวกเกเต้าใต้จีเนดำดอกในสลากำนึดมวยจำนวนโดยเจทอมเจียนนิยมหรือก็วิจซานิยมธรรมเจียนนิยมนั่งกระจันเยปีปวดตุเตี้ยยันนะวิจิตรนิยมข้างเป็ดนู่นเดิมนี่จะเหตุพอลมวยจำนวนขนมจำนวนเหตุพอลได้เฟื่ออ่อยก้าบังเรียนแต่นี้ในแต่ทัดเทระหดดอลสอบไงนี้ตัวใบสิเนดาตาเวียมันสามีนสมรรถภาพขนมสมรภูมิกระดอยเมื่อการข้อชัดบันติบันตุยบันติล่างในขนมพเนระบอชินเป็นอ่านปันไตวิญญาณดาวบานถูสาวโดยคนมันบานบางหายปีกาข้อจันหรือตุเตเทนิยมน้ำมวยไล่บรรตัวปีบานลือแต่งเรื่องแต่งอ่อนนี้สนามนิยมสระตันมวยบันติล่างในเริ่มมกระบอนเลี้ยงนับเป็นเนี้ยบรรทอทาเรื่องสำคัญบำพอดสำหรับเนี้ยนับเป็นนี่คือกาแก้ลำอ้อเรียงกายระบอนเนี้ยนึ่งก่อสร้างคือดอลอ้อมวยนู้เจียวไว้ได้หนึ่งปดอลพอลประย้อยดอลเนี้ยเนื้อเปรย์ร้อยบ้ามันได้ชนะเตเวียนหนึ่งเจริญอามาขลังนะสำหรับเนี้ยประจันบันเนี้ยมันอายเจริญดาวบ้านบรรทอมปีกชมเทอร์วีอ่อยหมดสรุ่ยชมเกิดต้องจัดท่าการหรือดาวหนึ่งคลายเตเจียกายอย่างเงี้ยสรุ่ยหนุเตเนื้อขนมไอโรมูระบ้านเนี้ยปลายไกลกรอนู้กอดบ้านปดอลอ่อยเนี้ยเนื้อกาบ่มพวนท่าเนี้ยจะเนี้ยดำดอกกับระตีดอมเรื่องกายระบอบเนี่ยดำดอกกับเรนตีปรำบุญเชี่ยมาชมประหารเชี่ยมันอายเปรียบเทียบจะมวยหนึ่งเนี่ยหัดกระบกุลสดในกับเรนตีปรำหรือตีปรำมวยบานเท
ប៉ុន្តែសម្រាប់អ្នកដាំដុះដែលមានគោលបំណងឈានដល់កម្រិតទី10គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេនឹងល្ងងដល់ថ្នាក់ធ្វេសប្រហែសការកែលម្អរាងកាយរបស់ពួកគេឡើយតាមពេលតែភាគច្រើនលើសលំនៃពួកគេគឺនឹងកាន់តែឧស្សាហ៍ព្យាយាមក្នុងការកែលម្អរាងកាយជាងអ្នកហាត់ក្បាច់គុណសុទ្ធសាធទៅទៀតដោយកែលម្អរាងកាយនិងប្រដឹងរបស់ពួកគេយឺតនិងយ៉ាងល្អិតល្អន់ដោយមិនព្រមអត់អន់សំបីតែចំណុចខ្វះខាតឬភាពមិនល្អឥតខ្ចោះបន្តិចបន្តួចនេះជាមូលហេតុដែលអ្នកហើយកែលម្អអ្នកដាំដុះកម្រិតទី10ទាំងអស់នៅក្នុងโลกនេះមានអាយុច្រើនដូចជាអណ្ដើកចាស់ដែលលួចលាក់នៅលើបាតបឹងធីពីអានបានធ្វើឲ្យប្រកាសថាបានចងចាំរឿងទាំងនេះយ៉ាងវឹងមាត់វិញ្ញាណដាបានចូលនៅក្នុងទីធ្លាពេលដែលនាងញញឹមហើយបន្តថាអ្នកត្រូវតែរងចាំខ្ញុំរយៈពេល60ឆ្នាំពីអានតូនអ្នកគួរតែធ្វើឲ្យប្រកាសថាអ្នកមិនខ្លាយជាបរិសុទ្ធចំណាស់ដែលមិនស្អាតនៅពេលនោះឲ្យចំប្រសិនបើមិនដូច្នោះទេខ្ញុំប្រហែលជាត្រូវលំនៅកិច្ចប្រងព្រៀងរបស់យើងទាំងពីរហើយបដិសេធមិនទទួលស្គាល់អ្នកជាម្ចាស់របស់ខ្ញុំទេនាងចង់និយាយថាបើសិនជា60ឆ្នាំក្រោយនឹងចេញពីអានគាត់អាយុ75ឆ្នាំ74ឆ្នាំបាត់ហើយហ្នឹងគឺវាចាស់ទ្រុឌទ្រោមហើយអ្នកអស់នេះអញ្ចឹងនាងបដោតតែនាងចង់និយាយថាចេញពីអានគឺត្រូវតែជាអ្នកដាំដុះដែលមានកម្រិតមួយដែលអាចថែរក្សាខ្លួនប្រាណបានអញ្ចឹងណាចឹងដែរហើយអ្នកដាំដុះកាលណាបើសិនតែដាំដុះឲ្យឡើងកម្រិតអីសមរម្យទៅគេមិនងាយចាស់ទេអញ្ចឹងណាគេនៅតែក្មេងអញ្ចឹងណាដូចជាហាន់លីអញ្ចឹងណាហាន់លីវ៉ាងលៀនអីជាដើមអញ្ចឹងណាគឺនិយាយតែរាល់អ្នកដាំដុះកាលណាបើកម្រិតគេខ្ពស់អញ្ចឹងរូបរាងគេក៏នៅតែស្អាតនៅតែល្អអញ្ចឹងណាអញ្ចឹងហើយនាងចង់គិតថាពេលដែលជួបនាងនៅក្រោយកម្រិតនៃការដាំដុះរបស់ចេញពីអានគឺនឹងខ្ពស់អញ្ចឹងណានាងចង់និយាយចេះចេញពីអានបានក្រក់ឡើងហើយហៀបនឹងនិយាយអ្វីមួយស្រាមតែវិញ្ញាណដាវបានដើមរកគាត់ខណៈពេលដែលកំពុងលាតដៃចេញដោយជានាងចង់ប៉ះបាទតែជាមួយនឹងគាត់ដើម្បីបិទកិច្ចសន្យារបស់ពួកគេឲ្យទៅចេញពីអានក៏ប្រញាប់លើកដៃឡើងផងដែរប៉ុន្តែនៅទីបំផុតដៃរបស់ពួកគេក៏វ៉ាដាច់គ្នានៅលើអាកាសមិនន័យថាដូចជាប៉ះទៅបំភាន់ហ្នឹងទេដោយដែលវាបានប្រែคล้ายវិញ្ញាណដាវបានបាត់ខ្លួនពីកន្លែងនោះរួចទៅហើយដោយចាក់ចែងដោយគ្មានការប្រមានអ្វីទាំងអស់ចេញពីអានបានអង្គុយចុះនៅនឹងកន្លែងដើមវិញរួចក៏ស្រាប់តែទះដៃទៅលើថ្ងាសរបស់ខ្លួនគាត់ទៅតែនឹកឃើញថាគាត់ភ្លេចសួរវិញ្ញាណដាវនិងហើយបរិសុទ្ធអ្នកប្រាជ្ញនោះថាតើក្មេងស្រីតូចស្លៀកពាក់ពណ៌មាសនៅក្នុងដាវឈីនោះជាអ្វីដាវឈើដាវឈើដែលគាត់យកទៅចាក់ហើយឈឺឆានណាអ្នកអស់នេះអញ្ចឹងគាត់ឃើញក្មេងស្រីរូបពណ៌មាសមួយអញ្ចឹងណាឈឺឆានកំពុងផឹកតែនៅក្នុងបន្ទប់សម្ងាត់មួយនៅក្នុងផ្ទះសំណាក់សារតិរតៅនៅពេលនេះលីវជាហួយដែលជាស្រីហើយកំណាន់ដល់ល្បីល្បាញក្នុងចំណោមវណ្ណៈខ្ពស់នៃទីក្រុងនេះកំពុងឈរក្បែរគាត់ជាមួយនឹងអ្នកបម្រើដ៏រៀបទៀមដោយត្រូវបានគេជូនដំណឹងរួចហើយអំពីការពិតដែលថាគាត់គឺជារាជគូអ្នកអាណាចក្រលីដ៏អស្ចារ្យអ្នកបានសម្លឹងមើលគាត់ដោយទៅមុងប្រុងប្រយ័ត្នលំនៅឋានព្រះអាទិត្យពួរស្វាយដែលនាងជាសមាជិកគឺជានិកាយមួយក្នុងចំណោមនិកាយនានានៅក្នុងអាណាចក្ររាជវាំងពួរលឿងដែលបានផ្ដាច់ខ្លួនទៅខាងអាណាចក្រលីដ៏អស្ចារ្យរួចទៅហើយកិច្ចប្រឹងប្រែងនេះគឺជាកិច្ចប្រឹងប្រែងមួយដែលត្រូវបានអនុម័តដោយបុព្វបុរសស្ថាបនិកនៃកាយដែលកម្របង្ហាញខ្លួនសម្រាប់គោលបំណងណាមួយណាស់ដូច្នេះវាគឺជាកិច្ចប្រឹងប្រែងមួយដែលត្រូវបានមនុស្សក្រុមគ្នានៅក្នុងលំនៅឋានព្រះអាទិត្យពួរស្វាយយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសសម្រាប់សិស្សដូចជាលីវជាហួយដែលគ្មានឱកាសសម្រេចបាននៅតាវដ៏អស្ចារ្យនាងបានយកចិត្តទុកដាក់ជាពិសេសនៅពេលដែលនិយាយអំពីបញ្ហាទាក់ទងនឹងការតស៊ូដណ្ដើមអំណាចរវាងអាណាចក្រមនុស្សត្រកូលហុងអធិរាជនៃអាណាចក្ររាជវាំងពួរលឿងតែងតែគោរពអ្នកដាំដុះយ៉ាងខ្លាំងហើយវាអាចបញ្ចូលនៃកាយវិញ្ញាណឲ្យស្បត់ភក្តីភាពចំពោះអាណាចក្រប៉ុន្តែវាគ្រាន់តែជាកន្លែងតូចពេកសម្រាប់សាងសង់លំនៅឋានព្រះអាទិត្យពួរស្វាយផងតែស្រះទឹកនិមិត្តរូបនេះតូចពេកហើយនាទឹកចំនួនដែលលាក់ខ្លួននៅបាតស្រះប្រាថ្នាចង់បានទឹកដីធំជាងនេះដើម្បីគ្រប់គ្រងផ្ទុយពីប្រាសាទនាគលាក់ខ្លួនដែលចង់បានបច្ច័យវិមាន
mấy thà và sát rồi cái trong lần mua chỉ vì miên thế này nơ làm nơ than pre atet bùa phai miên mà hay chặt ta bùa chén lấy chi hôi mình chỉ bận được ngon cloud đọt nã chưa chui chan thả quạt chia đi chợ cruในอาณาจักรลีดอกจ้าได้ซาแต่quạtในเจเดชแน่นแต่ตัวแต่วิ่งมัวละห้าแต่เดียงชื่อเจ้าควันอย่างงี้แบบนี้คือได้ซาแต่บรอสเลเปียโปเคียวสรงงานเดลโชเนื้อปีครอยควันมีนักขับเคริยาโดยฉินเนียบำราชรันเฉียงเนียงเตอเทียนลิ้วจีฮุยมันอายเกิดดอลนอนามันเนี้ยในน้องอาณาจักรริจเวียงปวดเรื่องแต่อายบังครามเปรียตันเลอาหาตรเจดอกพวงพัวหนึ่งเมนเอตโพลบ่มพรแต้มระเบียบดอกตุลุ่มติลีแบบนี้เลยอ๋อมันจำเปรียตันลีโมได้จังตาบันจังวันตัวปีศาจสัวดอยทั่วมาเจียดอ่ำปีสถานเพียมข้างขนงในลำเนาทานเปรียอัตปัวสไฟรวยช่วยชานสรามแต่อย่างยังไม่ในเจตาเนื้อตรวจเป็นเนื้อคาดไวลีคือจีกูสไนระบอนเนื้อเมนเตเนื้อใส่เลี้ยวก้อนตำนวนเชียนหนังคล้ายแต่เจียวภาษาจมพูกาปงรีเพียขังตบงระบานาจะลีดอจาเนื้อเปลอันนาควนประสานบักชมซ้อมอ่อยเนื้อสำหรับกวนในไงนี้แต่ในไอเทอร์โดยในบันเตเรียงกายตั้งมูระบาลิวเจียหูจีห้วยสรามแต่ต่างต่างหลังคณะเปเดเนื้อคณะเปเดจัดระบอนเนียงโตเตสานเมื่อเนี่ยคล้ายปนนะเนี่ยกึดถากย้อมเชื่อมนุษย์ประเภทนาดได้โขกดอลธนะบ่มแบงกู้สนาหมวยกู้แบบนี้ช่วยชาติบ้านใจจำเอาไอ้เจ้าเลี้ยชีหัวเงือบในล่างบันไดหายช่วยชานก่อนงกมาดอยหน่อยยิ้มเปได้คล้ายสมดูระบอกหลวนเต่าหายช่องเป็นเชื่อมนุษย์ประเภทนุ่มเมนไอ้เจ้าไอ้ส่วนอะไรคล้ายหนุนไอ้เนี่ยจะบ่มแบงบ่าเขียนนะเพียบอ้อสังเคมันได้ลายในขนมพเนระบอลิ้วจีหัวขณะเปเดเนียงปลายจีสเลสลังช่วยชาติบ้านเลิกได้ลังดอยกายวิกาเกิดกู้รุ่ยในเดียธาตัวช่วยชาตินาเกิดดอยก้าบังคอมในอ้อยสำลับกวนแต่กลุ่นไอคือโคเข้าไปท้ายเลิกเป็นตัวเตียนหล่มเนอทานพระอาทิตย์ปัวสวายไปจับบอลชีสมพลน้ำมันระบอาณาจักรลีดอาจารย์ระบเจิงให้เวียมันซ้ำสำหรับชมหนูเต้ขนมกาบังคอมเนี่ยอ่อยเละโจแต่ขนมสถานภิบลำบากแบบนี้เนเปเดเนียบ้านเมื่อไทยเตี้ยสำนักนี้ยังโยจัตุดาอาริยเปจิยูมาให้เปรียตันเลดอชาได้โชว์เนื้อปีกรอยชมฮะโดยเชี่ยมันมีนตำเนียตำนงเชี่ยมวยนังให้เนี่ยตรวจเป็นเน้นไว้หนูเตะได้ชนะชมนังอ้อยกดเฟื่อกางอย่างนี้ไอจอมน่าตื่นจนตื่นลิ้วชีห้วยกำปงเฟอเอาไว้กรบยางแดดไอเฟอตึกบ้านดำใบตบตึกภายในระบบเนียงขณะไปแดดเนียงบานออนกวาดจ้อหายในเย็ดดอยสำเร็จยัวถาเรียกครูดอกกูอ้อยกระรบประสันบาไวลีเป็ดเจตร์สลับเมนนุกชมหนึ่งเชียเนี่ยสำหรับกวนมันจำบังรำคาญเปรียตันเลดอจาโนเตเฮช่วยชาติบ้านบางแห่งตึกมองอ่านนัดอาโซไปดอดังห้ามทอมันไตรวยเกินขนมชัดท่าบางชมเถื่อแบบดูเนี่ยประกอบเจียเมียนกล่อมนุ่มหนึ่งอาณาจักรลีดอจาระบายเยินเด็กนะจออย่างน้าจำปัวเรื่องนี้บนตัวเป็นเนี่ยสำลับไวลีชมหนังอ้อยเปรียตันเลดอจาสำหรับเนี่ยไอจอมโอ้ยนอโซ่ก็มันทำลำอ๋อมองเติมใบจำไว้ง่ายไม่ไว้ร่างหอยนาเนี่ยแต่งปีนึกบ้านจวบชุมคเนียเวงเจียกูสนาในเจ็ดคร้อยลิ้วชิวฟุยบางเงือกมาล่างหายพเนระบอดเดียงกับพงแชทโดยเจตนาสำหรับเวหาโดยเจคเมียนเพลาจังปีสถานเพียบลำบากในเตะโดยชนะเดียงกับพงพิจารณาเวประหารโดยเลียบบองคลุนไอประจังหนึ่งช่วยชันเปรียตันเลดอาจารย์บรรพจำเพียนเติมมกรวยสายจำออกในขนมกระสายพเนระบอกขวดมนุษย์โดยเชี่ยลิ้วเจียหวยคือเมียนเอาไว้กล่าวปีสมอยได้มันสกอลแดนกับนอตระบอกคลุนได้ลิ้วเจียหวยเพียบอาคลุนไอเปลี่ยนเปลี่ยนไปเดียงถอยเดินถ่ายคล้อยปีใบจำเพียนช่วยชานกำปงอังคุยเลิกกับไอระบบควรโดยเชื่อระบบควรฉลองการหายกอดกำปงแต่พลอมจำหายเติงได้กำปงแต่เฮียจังปีแต่โดยทอมทนอมโดยปลากำโรบระบบเปลี่ยนแต่คลันกระโอมในแต่บ้านหอยโจลจมอระบบควรหายกอดบ้านสโลบโจลอย่างเจริญตามรอนจมอระบบควรจมวยหนึ่งตึงมุกสวังบนโต๊ะมองกอดบ้านแบบเพลจืดหายเงียมองสำลังมองลิ้วจีห้วยวิ่งเป้เด็กคนหน่อยยิ้มให้ในใจถ่ายเจเวนคือปีบ้าสำหรับมนุษย์กรุบนี้เจไปแซ่สำหรับเนื้อเดมีนจำนองอารมณ์จิมวยหนึ่งเนื้อเต้ดัชเนี่ยบานอ้อยชมพักแต่มวยเป็นดอกจาแบบนี้ชมหนึ่งเล็กเล่นโตอ้อยไว้ดีชมในเย่ปิดเมนหรือนี่ไอ้ชม
លីជីហួយស្ទើរតែដួលទៅដីហើយនាងបានប្រមូលផ្ដុំភៀមក្លាហានដែលនៅសេសសល់បន្តិចរួចសួរដោយសម្លេងយំសោកសៅថាតើលោកម្ចាស់เป็นជាមិនកុហកខ្ញុំទេមែនទេរាជគ្រូតើការកុហកអ្នកមានភាពសប្បាយនៅទីណាចុះឈីឆានបានសួរតែទៅមើលទីលីជីហួយនៅតែមិនហ៊ានជាឆានជាធម្មតានាងជាស្ត្រីដែលវៃឆ្លាតនិងប្រុងប្រយ័ត្នខ្ពស់ប៉ុន្តែនៅពេលនេះនាងដូចជាគ្មានស្រីតូចម្នាក់ដែលគ្មានសំណាងមិនអីទេចេញពីទីនេះឥឡូវនេះជួយឆានបានរអ៊ូរទាំត្រូវប្រកាសថាតាមដានវៃលីឲ្យបានដិតដល់ចាប់ពីពេលនេះតទៅដើម្បីកុំឲ្យគាត់ធ្វើអ្វីដែលល្ងងខ្លៅនិងមិនអាចកែប្រែបានថាតើអ្នកនឹងអាចទទួលបានងារកិត្តិយសពីអាណាចក្រលីដ៏អស្ចារ្យឬអន់នឹងថាតើវៃលីនឹងអាចឡើងឋានៈនៅក្នុងតុលាការអធិរាជនៃអាណាចក្រលីដ៏អស្ចារ្យឬអន់អាស្រ័យលើអ្នកអត់អីទេរួចខ្លួនចឹងទីបំផុតលាវជីហួយអាចយល់បានថាចេតនារបស់ជីឆានជាអ្វីមុននេះនាងមិនអាចតាមទាន់ពាក្យសម្ដីនិងសកម្មភាពមិនប្រក្រតីរបស់ជីឆានទាំងស្រុងបានទេហើយអារម្មណ៍ភ័យខ្លាចបានជ្រាបចូលទៅក្នុងឆ្អឹងរបស់នាងយ៉ាងជ្រៅរួចទៅហើយអូនិយាយអញ្ចឹងមិនអេដមីនក៏វាពលឹងចេញស៊ីផលិតដែរអ្នកនេះបើជួយឆាននិយាយលែកដកទៅណាទីណីព្រេះផ្ដាស់ពីណាពីណីនោះណាអញ្ចឹងទៅសួរឲ្យគ្នានឹងរោសាច់កាយឃើញគ្នាភ័យនឹងចង់រៀននោមអីហ្នឹងនៅលើផ្ទៃខាងក្រៅគាត់ហាក់ដូចជាគ្រាន់តែជាក្មេងប្រុសទន់ខ្សោយម្នាក់ដែលមានបុគ្គលិកលក្ខណៈមិនថិតថេរប៉ុន្តែតាមពិតទៅគាត់គឺជារាជគ្រូនៃអាណាចក្រលីដ៏អស្ចារ្យជាអ្នកដែលបានឈរនៅពីលើអ្នកដតីក្រៅអំពីអធិរាជនៃអាណាចក្រលីដ៏អស្ចារ្យពេលគិតដល់ការជួបគ្នាលើដំបងរបស់ពួកគេលាវជាហួយមានអារម្មណ៍ថាវាជារឿងកំ pl ែងដ៏ធំមួយហើយនៅពេលនោះនាងថែមទាំងបានទទួលប្រាក់ចំនួន 2000 តាល់ពីគាត់ដោយសមហេតុផលទៀតផងហើយ2000 តាល់អញ្ចឹងតែទីឆានគេមកដោះស្រាយនេះអាប្រាក់ 2000 តាល់គេនឹងឯងអញ្ចឹងបញ្ចុះតម្លៃឯណាដល់គឺពីប្រយោជន៍វិញឥឡូវនាងបានដឹងថាប្រាក់ដែលនាងបានទទួលពីគាត់អាចធ្វើឲ្យនាងវិនិច្ឆ័យបានយ៉ាងងាយជួយឆានបានមានការមិនពេញចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញថាលាវជាហួយនៅតែស្ថិតនៅក្នុងបន្ទប់ហើយគាត់ក៏និយាយដោយសម្លេងត្រជាក់ថាគួតចេញលាវជាហួយបានប្រញាប់ប្រញាល់ចាក់ចេញទៅអញ្ចឹងបន្ទាប់ពីនាងចាក់ចេញពីបន្ទប់សម្ងាត់ព្រះទន្លេដ៏អស្ចារ្យបានសួរថាហើយព្រះរាជគ្រូតើអ្នកពិតជាលើកលែងទោសឲ្យវៃលីមែនទេហេតុអ្វីបានជាអ្នកមិនទាយជួយឆានបានសួរទាំងញញឹមតិចស្នាមញញឹមស្រពោនមួយបានលេចឡើងនៅលើមុខរបស់ព្រះទន្លេដ៏អស្ចារ្យនៅពេលដែលគាត់បាននិយាយថាខ្ញុំមិនអាចយល់អំពីគំនិតរបស់អ្នកបានទាំងស្រុងទេរាជគ្រូក្នុងករណីណាក៏ដោយខ្ញុំគ្រាន់តែត្រូវផ្ដោតលើការធ្វើតាមការណែនាំនិងការអនុវត្តតាមបញ្ជាប៉ុណ្ណោះជួយឆានបានញ៉ាំតែមួយម៉ាត់ធំរួចដាក់គម្របត្រឡប់ទៅលើពេងតែវិញមុនពេលដែលដាក់ពេងតែចុះលើតុគាត់បង្ហាញខ្លួនចុងក្រោយខ្ញុំនឹងទង់ឲ្យគាត់វៃលីនឹងហើយអ្នកយាមទន្លេក្រោមការបញ្ជារបស់អ្នកសុទ្ធតែជាទេពកោសល្យដ៏អស្ចារ្យដែលអាណាចក្រលីដ៏អស្ចារ្យរបស់យើងនឹងត្រូវប្រគល់តួនាទីសំខាន់ឲ្យនៅថ្ងៃអនាគតព្រះទន្លេដ៏អស្ចារ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះអាណាចក្រលីដ៏អស្ចារ្យចង់ប្រគល់តួនាទីសំខាន់មួយដល់វៃលីឬប៉ុន្តែហេតុអ្វីគាត់គ្រាន់តែជាមន្ត្រីខេត្តលំដាប់ទី4នៃអាណាចក្ររាជវាំងពួរលឿងដែលគ្មានប្រវត្តិអ្វីសំខាន់តែគាត់អាចចូលរួមក្នុងផែនការរបស់អ្នកដោយរបៀបណាជួយឆានមិនអើពើនឹងសំណួររបស់ព្រះទន្លេដ៏អស្ចារ្យខណៈពេលដែលគាត់គួរចង់ព្រាមដៃរបស់គាត់នៅលើតុយ៉ាងស្រាលៗហើយគឺថាការប្រមូលផលរដូវស្លឹកឈើជ្រុះនឹងមកដល់ឆាប់នេះមែនទេប្រើវិធីសាស្ត្រដូចគ្នាដែលវិមានតឹងដ៏អស្ចារ្យវិមានទន្លេរបស់អស្ចារ្យរបស់អ្នកតែងតែប្រើដើម្បីបង្កើតនៅគ្រោះមហន្តរាយមួយចំនួននៅក្នុងខេត្តនេះអូយទៅលេងខូចគេទៀតហើយចឹងន័យថាគេបង្កើតគ្រោះមហន្តរាយនេះណាគ្រោះមហន្តរាយគេនិយាយទៅកន្លែងវិមានទឹកដ៏អស្ចារ្យនេះអ្នកនេះអត់មានដាក់ហៅថាវិមានទន្លេបន្តអញ្ចឹងទៅណាតែពេលវាមានទឹកទេអញ្ចឹងណាកន្លែងនៃវិមានរបស់ឯព្រះទន្លេដ៏អស្ចារ្យហ្នឹងណាចូលធ្វើជាប្រជាជនស្ថិតនៅក្នុងចំណុច
ចូលធ្វើឲ្យប្រជាជនស្ថិតនៅក្នុងចំណុចដែលពួកគេកំពុងតស៊ូដើម្បីរស់រានមានជីវិតប៉ុន្តែមុនពេលដែលការទួញត្អែរបស់សាធារណជនពុះកញ្ជ្រោលទៅជាការបះបោពេញលេញចូលផ្ដល់ឱកាសដល់លាវជាហួយហើយឲ្យនាងផ្ញើសារទៅវៃលីដោយប្រាប់គាត់ថាអ្នកបានយល់ព្រមជួយគាត់បញ្ចប់គ្រោះមហន្តរាយទាំងនោះវៃលីពេនជានឹងមានការសង្ស័យចំពោះការផ្ដល់ជូនបែបនេះប៉ុន្តែនោះមិនមែនជាបញ្ហានោះទេអញ្ចឹងមិនម៉ាឲ្យព្រះទន្លេដល់អាចារ្យនឹងមកចាត់ការអាផ្ទះពូជផ្ទះពូជថោកអស់នឹងចេញណមែនណាដាក់យកវាចេញពីពិភពលោកនឹងហ្មងទៅឬក៏ឲ្យទឹកចំនួននឹងលិចវាបាន2ខែចឹងទៅណាលិចដល់ដំបូលផ្ទះដល់អាគារ100ជាន់វាបដ ாய் ទេណាងប់ងក់គ្នាហ្មងទៅណាអ្នកអាចធ្វើពុនដូចជាសុំលុយពីគាត់ឬឲ្យគាត់ស្នើសុំស្លាកសញ្ញាពីក្រសួងពិធីសាសនាជំនួសនេះនៅពេលដែលអ្នកធ្វើដូច្នេះទោះបីជាគាត់នៅតែមានការសង្ស័យខ្លះក៏ដោយគាត់នឹងយល់ព្រមនឹងការផ្ដល់ជូនរបស់អ្នកដូចគ្នាសម្រាប់ជាប្រយោជន៍ដល់ប្រជាជនបន្តលេងជាមួយនឹងវៃលីបែបនេះរហូតដល់កងទ័ពនៃអាណាចក្រលីដ៏អស្ចារ្យហៀបនឹងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងនៅពេលដែលកងទ័ពនៃអាណាចក្រលីដ៏អស្ចារ្យទៅដល់ជើងទីក្រុងវៃលីប្រកាសជាស្បត់ថានឹងបម្រើទីក្រុងជារៀងរហូតហើយស្បត់ថានឹងការពារទីក្រុងដោយជីវិតរបស់គាត់នៅចំណុចដ៏សំខាន់នេះអ្នកអាចផ្សព្វផ្សាយពីចចាមអារ៉ាមថាវៃលីបានខົບខិតជាមួយនឹងវិមានជាមួយនឹងវិមានទន្លេដ៏អស្ចារ្យរបស់អ្នកដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់ហើយមានតែការធ្វើបែបនេះទេទើបគាត់អាចឈានដល់តំណែងអំណាចបច្ចុប្បន្នរបស់គាត់នៅពេលដែលពេលវេលានោះមកដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងចំណោមប្រជាពលរដ្ឋចំនួន20,000 នាក់នៃទីក្រុងនឹងថ្កល់ទោសគាត់ជាសម្រាមនៃផែនដីហើយគ្មាននរណាម្នាក់ដែលនៅជិតគាត់ហ៊ានទុកចិត្តគាត់ទៀតទេតែខ្ញុំអាចសួរបានទេថាហេតុអ្វីបានជាអ្នកចង់ឲ្យខ្ញុំធ្វើបែបនេះព្រះទន្លេដ៏អស្ចារ្យបានសួរវាមិនទាន់ច្បាស់គ្រប់គ្រាន់ទេឬជួយឆានបានចំអល់ពេលដែលគាត់បង្វិលភ្នែកដោយខឹងសម្បាខ្ញុំចង់ឲ្យវៃលីរងទុក្ខវេទនាដ៏អាក្រក់ជាងសេចក្តីស្លាប់ទៅទៀតខ្ញុំត្រូវតែនិយាយថាអ្នកពេនជាមិនឆ្លាតជាងលាវជាហួយនោះទេអញ្ចឹងដែលចឹងវិញ